មនុស្សដែលនិយាយដើមគេបងប្អូនគឺជាមនុស្សដែលមានគោលដៅឯងបងប្អូនកុំតែខ្វល់ជាមួយនឹងពួកហ្នឹងពេលព្រោះបើសិនជាគាត់មានគោលដៅគាត់អត់មានតែនិយាយដើមគេទេគាត់នឹងបដោតគោលដៅជីវិតខ្លួនគាត់ហើយណាធ្វើអីព្រឹកនេះងើបមកត្រូវធ្វើការងារខ្លះហើយការងារនៅក្នុងក្រុមហ៊ុនការរកស៊ីនឹងមានស្អីខ្លះដោះស្រាយបញ្ហាអីខ្លះអញ្ចឹងមនុស្សប្រភេទនេះគឺជាមនុស្សដែលទំនេរពេលចឹងទំនេរកាលណាគាត់ទំនេរគាត់ដឹងថាខ្លួនឯងធ្វើអីគាត់ចាប់ដើមចំណែនភាពយ៉ាងចំណែនហ្នឹងហើយធ្វើគាត់និយាយដើមគេអូណាត់នេះចេះអូណាត់នេះខំម៉េះខំចូលចិត្តមីម៉េះប្រាក់ខែប៉ុណ្ណឹងអីក៏ខំហើយគាត់ភ័យខ្លាចតែតកែមានទេគាត់ភ័យខ្លាចតែតកែមានទេហើយបកែណាបើសិនជាបែរមាន2នាក់អង្គុយជាមួយគ្នានឹងនិយាយ2ម៉ោងទៅ3ម៉ោងមិនចេះអស់រឿងទេពួកប្រភេទនេះហើយវិធីដែលម្យ៉ាងគឺយើងគិតឆ្ងាយពីពួកគាត់បានច្រើន